រឿងផ្ទុះល្បីចុងសប្តាហ៍ខែមករាឆ្នាំ2026ពីរស្មីវណ្ណិកា OVK រឿងល្បីសំខាន់ទី1នេះគឺពាក់ព័ន្ធជាមួយនឹងចៅសង្កាត់ចោមចៅមួយចង់ដេញលោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យចេញពីតំណែងស្រាប់តែលោកផៃវណ្ណៈដាក់ចំបែបនេះថាលោកចៅសង្កាត់ចោមចៅមួយឈ្មោះកងវងបានចេញវីដេអូដោយរៀបរាប់ពីបញ្ហាដែលមានជាមួយនឹងលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យគឺលោកប៉ាងលីដាហើយបោះពាក្យសម្ដីធ្ងន់ធ្ងរថាទោះជាយ៉ាងណាក៏លោកត្រូវតែដេញលោកអភិបាលរងរូបនេះចេញពីខណ្ឌពោធិ៍សែនជ័យនិងឆ្លងយោបល់ទៅលោកឃុងស្រេងអភិបាលរាជធានីភ្នំពេញទាមទារសូមឲ្យផ្ទេរលោកប៉ាងលីដាចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផងការលើកឡើងបែបនេះបន្ទាប់ពីលោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យសហការជាមួយនឹងផ្នែកជំនាញពាក់ព័ន្ធចុះពិនិត្យមើលការចាក់ដីខ្សាច់បិទប្រឡាយទទួលបង្រទី1សង្កាត់ចោមចៅទី1ដែលធ្វើរបងគ្មានច្បាប់ទម្លាប់ហើយលោកប៉ាងលីដាបានទទួលព័ត៌មាននេះក៏ចុះពិនិត្យមើលនិងវាស់វែងជាមួយនឹងផ្នែកជំនាញហើយឃើញថាការចាក់ដីខ្សាច់បិទប្រឡាយនិងរៀបចំសាងសង់របងថ្មមិនទាន់មានច្បាប់ទម្លាប់ទើបបានជាធ្វើឲ្យលោកកងវងចៅសង្កាត់ចោមចៅទី1កើតការមិនសប្បាយចិត្តរហូតដល់រៀបរាប់នៅក្នុងវីដេអូដោយហៅលោកប៉ាងលីដាចំនិងមានបំណងដេញលោកប៉ាងលីដាឲ្យចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផងតាក់ទងនឹងករណីខាងលើនេះស្រាប់តែលោកផៃវណ្ណៈដាក់ចំទៅវិញបែបនេះថាចៅសង្កាត់អាចបាត់បង់ផលប្រយោជន៍ទៅប្រតិកម្មមិនសមទំនងឬតាក់ទងនឹងព្រឹត្តិការណ៍ទី2វិញល្បីអីមិនល្បីមកល្បីរឿងពិធីមង្គលការកូនប្រុសដែលមានជនជាតិខ្មែរឯកូនក្រមុំជាជនជាតិវៀតណាមទៅវិញនៅថ្ងៃទី29មករា2026ម្សិលមិញនេះមានការផ្ទុះល្បីពេញបណ្ដាញសង្គម Facebook តាក់ទងនឹងពិធីមង្គលការមួយដែលកូនកំឡោះគឺជាជនជាតិខ្មែរឯកូនក្រមុំគឺជាជនជាតិវៀតណាមហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនៅក្នុងពិធីចងដៃគេឃើញមានការចងលុយដុល្លារទាំងបាច់តែម្ដងដែលធ្វើឲ្យមហាជនសម្ដែងនៅការកោតសរសើរគ្រប់គ្នាតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថាកូនកំឡោះគឺជាកូនរបស់អ្នកសេដ្ឋីខាងស្វាយចន្ទីនៅឯស្រុកខ្មែររីឯកូនក្រមុំគឺជាកូនសេដ្ឋីខាងស្វាយចន្ទីនៅឯប្រទេសវៀតណាមវីដេអូខាងលើបានផ្ទុះពេញបណ្ដាញសង្គមនៅក្នុងប្រជាជាតិកម្ពុជារួមទាំងប្រទេសវៀតណាមផងដែរអមដោយសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត